ជាសៀមនេះមិនមែនជាជនជាតិនៅលើទឹកដីសៀមសប្តាហ៍ទេជាជនជាតិដែលមកពីប្រទេសចិនខេត្តយូណានសៀមនេះក្រុមកុលសម្ព័ន្ធជាចៅទាំងប្រុសទាំងស្រីរបស់រស់ស៊ីធ្វើចៅចូលទៅរុករៀនទន្ទ្រានប្រជាប្រដ្ឋចិននៅខេត្តយូណានណាក៏រដ្ឋាភិបាលនៃប្រទេសចិនហ្នឹងគេចាត់វិធានការគេកម្ចាត់ដេញចេញពីស្រុកគេអត់ឲ្យនៅម្ល៉េះហើយជនជាតិសៀមនេះក៏ធ្វើអន្តោប្រវេសន៍ចេញពីខេត្តយូណានមកអន្តោប្រវេសន៍គឺចេញមករកទីតាំងភូមិករនៅថ្មីក៏ដល់អន្តោប្រវេសន៍មកដល់មកនៅលើទឹកដីកម្ពុជាអញ្ចឹងណាដីសៀមសប្តាហ៍នេះដីកម្ពុជាយើងពីសង្គមណាបងហើយនឹងដីរបស់ម៉ូនប្រទេសម៉ូនមួយសៀមលេបអស់ជនជាតិម៉ូនហើយនឹងទឹកដីកម្ពុជាទឹកដីកម្ពុជាយើងវាយកបាន37ខេត្តសប្តាហ៍នេះយ៉ាងបើច្រើនជាងដីយើងដែលសេសសល់តែ25ខេត្តក្រុងទេហើយ25ខេត្តធំនេះมันជាធំប្រមាណទេតូចបោកខេត្តដែលវាយកឲ្យធំណាបងមានវិសាលភាពធំបានទាំងប្រាសាទបុរាណយើងប្រាសាទដែលសាងពីថ្មពីអត់ដែលប្រាសាទនៅលុបបូរីនៅភីម៉ាយនៅអង្គររាជសាតែប្រាសាទយើងទាំងអស់នេះសំជារៀបខ្ញុំនិយាយចាតែរឿងអតីតកាលយើងខ្មែរអត់បានគិតទេថាវាកន្លងហួសទៅហើយក៏សុខចិត្តនៅស្ងៀមដែរបើឥឡូវមហិច្ឆតារបស់សៀមមិនស្ងប់ចង់បានលេបទឹកដីយើងឲ្យអស់តែម៉ងបងហើយខ្ញុំនិយាយមើលមកទៅខ្មែរសូរ៉ែនខ្មែរស៊ីសកេតខ្មែរអង្គររាជខ្មែរប្រជានសោះតែខ្មែរទាំងអស់ដែលសៀមវាមកយកទៅត្រួតត្រាខ្មែរទាំងអស់នោះនៅក្រោមការគ្រប់គ្រងរបស់សៀមមិនដឹងទៅណាបើភូមិកំណើតខ្លួននឹងណាក៏នៅទៅញោមទៅសរិនអីទៅបើមិននិយាយខ្មែររញោនិយាយភាសាខ្មែរបើទៅបរិរាមទៅអង្គររាជអីណាសិតតែខ្មែរញ៉ាអាត្មាសូមលើកប្រវត្តិរបស់សៀមគឺមិនចប់ទេបងចង់លេបយកទឹកដីយើងឲ្យអស់លលីពីមុនមានកម្ពុជាក្រោមខ្មែរក្រោមខ្មែរកណ្ដាលខ្មែរលើឥឡូវវាចង់លេបខ្មែរកណ្ដាលឲ្យអស់លលីកុំឲ្យមានខ្មែរកណ្ដាលទៀតបងណាវត្ថុបំណងរបស់សៀមនោះបងម្ល៉េះឲ្យការរើរុះស្រុកទេ